តកួនខែនេះចាប់ផ្ដើមសម្បូរវិញហើយបងប្អូនតោះយើងនាំគ្នាទៅធ្វើជ្រក់តកួនញ៉ាំមើលកែលោហូបកើតចឹងណាបងប្អូនចឹងវាត្រូវភ្លៀងមួយមេមកចេះនិយាយពីលាស់ខ្ចីស្អាតណាបងប្អូនអើយអញ្ចឹងយើងសាកធ្វើយើងអត់មានអីពិបាកទេបងប្អូនគ្រាន់តែយើងបេះតកួនហ្នឹងបេះស្លឹកបេះអីវាស្អាតមកយើងយកទៅលាងទឹកឲ្យស្អាតណាបងប្អូនហើយយើងយកទៅហាលថ្ងៃយើងសពបន្តិចមកបន្ទាប់មកទៀតយើងចាប់ផ្ដើមយកវាទៅច្រវល់ជាមួយអំបិលណាយើងយកដាក់អំបិលហើយត្រឡប់វាចុះត្រឡប់ឡើងទៅហើយវាចេញទឹកហ្នឹងមកយើងចាក់ទឹកចោលហើយយើងមូវាជាដុំតូចចេះមកនេះបងប្អូនរួចហើយយើងយកវាទៅដាក់ក្នុងឆ្នាំងឬក៏ក្នុងពាងអីខាប់អីចឹងមកណាហើយយើងដាក់វាឲ្យណែនតោះមកយើងដាក់ខ្ញីដាក់ម្ទេសហើយស្ករតិចមកបងប្អូនតើពីដាក់រួចរាល់យើងដាំទឹកក្តៅពោះយកចាក់ណាហើយយើងក្រោបវាឲ្យស្អាតមកបងប្អូននេះមួយថ្ងៃពីរថ្ងៃក្រោយលើកមកស្អាតចេះបងប្អូននងឆ្ងាញ់ណា